សម្ដេចតេជោហ៊ុនសែនឆ្លើយតបទៅក្រុមរិះគន់ថៃកម្ពុជាមិនបានប្រើលុយចិនរៀបចំស៊ីហ្គេមទេហើយកុំប្រមាថជាតិសាសន៍ខ្មែរកាហ្វេកោសិកា Nutri-Rich ផ្ដល់ភាពឆ្លាតវៃខាងផ្នែកអាហារូបត្ថម្ភចិញ្ចឹមប្រព័ន្ធសរីរាង្គកាយដែលមានគុណភាពប្រសិទ្ធភាពសុវត្ថិភាពដោយឆ្លងកាត់ការពិនិត្យពីក្រសួងសុខាភិបាលកម្ពុជានិងម៉ាឡេស៊ីសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជានៅថ្ងៃទី6ខែធ្នូឆ្នាំ2025នេះបានចេញសារបំភ្លឺនិងឆ្លើយតបទៅកាន់ក្រុមអ្នករិះគន់របស់ពលរដ្ឋថៃមួយចំនួនដែលបានចោទប្រកាន់ថាកម្ពុជាប្រើប្រាស់លុយចិនដើម្បីរៀបចំស៊ីហ្គេមឆ្នាំ2023និងបានមើលងាយកម្ពុជាថាជាប្រទេសក្រីក្រការចេញមុខបំភ្លឺនេះធ្វើឡើងបន្ទាប់ពីសម្ដេចបានបង្ហោះវីដេអូកាលពីថ្ងៃទី4ខែធ្នូស្ដីពីការបិទបញ្ចប់ស៊ីហ្គេមនៅកម្ពុជាដែលត្រូវបានជនជាតិថៃមួយចំនួនបកស្រាយខុសថាជាការឌឺដងឲ្យប្រទេសថៃដែលទៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ2025មួយចំនួនដែលតាំងខ្លួនជាប្រទេសអ្នកមាននៅក្នុងសារលិខិតបំភ្លឺសម្ដេចតេជោបានសម្ដែងការខុសចិត្តចំពោះការលើកឡើងរបស់ជនជាតិថៃមួយចំនួនដែលតាំងខ្លួនជាប្រទេសអ្នកមានហើយមើលងាយកម្ពុជាថាជាប្រទេសក្រីក្រដែលមានអ្នកសុំទានពាក់កណ្ដាលប្រទេសជាពិសេសចំពោះការប្រឌិតរឿងថាកម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិនសម្ដេចតេជោហ៊ុនសែនបានគូសបញ្ជាក់យ៉ាងច្បាស់ថានិយាយពីការចំណាយសម្រាប់ការប្រកួតយើងមិនបានប្រើប្រាស់លុយចិនឬលុយពីប្រទេសផ្សេងសូម្បីតែមួយសេនសម្ដេចបានពន្យល់លម្អិតថាបើទោះបីជាហេដ្ឋារចនាសម្ព័ន្ធកីឡាដ្ឋានជាតិមរតកតេជោត្រូវបានសាងសង់ក្រោមជំនួយឥតសំណងរបស់មិត្តចិនក៏ពិតមែនប៉ុន្តែរាល់ការចំណាយលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមគឺជាថវិកាជាតិសុទ្ធសាធដែលកើតចេញពីការសន្សំសំចៃរបស់រាជរដ្ឋាភិបាលសម្ដេចតេជោបានលើកឡើងពីយុទ្ធសាស្ត្រគ្រប់គ្រងថវិកាជាតិដោយមានការជួយជ្រោមជ្រែងពីមេផ្ទះដល់ពូកែពីររូបគឺឯកឧត្តមគៀតឈុននិងឯកឧត្តមអូនពាន់មនីរតន៍រាជរដ្ឋាភិបាលបានដាក់បញ្ចូលគម្រោងថវិកាសម្រាប់ស៊ីហ្គេមជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ2018ដល់2022ដោយសន្សំបានប្រមាណ$50 លាននិងក្រុមបន្ថែម$150 លានទៀតក្នុងឆ្នាំ2023សរុបប្រហែល$200 លានយ៉ាងណាមិញក្រោមការដឹកនាំនិងចាត់ចែងដោយស្មារតីសន្សំសំចៃរបស់សម្ដេចពិជ័យសេនាធាបាញ់កម្ពុជាបានចំណាយថវិកាជាក់ស្ដែងតិចជាងការគ្រោងទុកការចំណាយលើស៊ីហ្គេមអស់ត្រឹម$118 លានបើបូកទាំងអាស៊ានប៉ារ៉ាហ្គេមអស់ត្រឹម$126 លានបើសរុបទាំងប្រាក់រង្វាន់ជូនកីឡាករ JLP ទាំងអស់គឺចំណាយអស់ត្រឹមតែ$130 លានប៉ុណ្ណោះក្នុងចំនួននេះកម្ពុជាបានចំណាយប្រមាណ$12 លានដើម្បីទទួលរ៉ាប់រងការស្នាក់នៅនិងហូបចុកជូនប្រតិភូកីឡាអន្តរជាតិដែលសម្ដេចតេជោបានចាត់ទុកថាការសម្រេចចិត្តក្នុងគោលបំណងពង្រឹងសាមគ្គីភាពអាស៊ានដោយបញ្ជាក់ថាកម្ពុជាជាប្រទេសក្រទ្រព្យក្រលុយតែមិនក្រចិត្តនោះទេសម្ដេចតេជោក៏បានរំលេចផងដែរថាសំណង់កីឡាដ្ឋានអូឡ িম্প ពិកដែលជាស្នាព្រះហស្ថរបស់សម្ដេចព្រះនរោត្តមសីហនុក៏ត្រូវបានប្រើប្រាស់ជាកន្លែងប្រកួតដ៏សំខាន់ជាពិសេសបាល់ទាត់ដែលក្រុមថៃបានបរាជ័យក្រោមទ្វេជើងឥណ្ឌូនេស៊ីនៅចុងបញ្ចប់នៃសារសម្ដេចតេជោហ៊ុនសែនបានស្នើឲ្យជនជាតិថៃដែលបាននិយាយប៉ះពាល់កម្ពុជាដកពាក្យសម្ដីវិញជាពិសេសការចោទថាកម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិនព្រោះវាមិនត្រឹមតែជាការមើលងាយកម្ពុជាទេតែជាការប្រមាថដល់មហាអំណាចចិនផងដែរហត្ថថាធម្មជាតិផលិតនៅតែខ្ញីធម្មជាតិ 100% ជួយប្រព័ន្ធរំលាយអាហារបំបត្តិការក្អកជួយសម្រួលដល់ផ្លូវដង្ហើមភូមិមួយផ្ទះមួយជួយគាំទ្រផលិតផលជាតិយើងសាប៊ូដុសខ្លួនសម្រាប់ចរណៃអាចជួយការពារស្បែកពីពន្លឺព្រះអាទិត្យការពារស្បែកពីកន្ទួលរមាស់និងជួយឲ្យស្បែកសស្អាតភ្លឺរលោងសិប្បកម្ម YC Nature យើងបានបង្កើតឡើងប្រេងកូឡានិងប្រេងខ្យល់ខ្មែរសញ្ញាដំរី5ផលិតផលរបស់យើងត្រូវបានរចនាឡើងដើម្បីជួយកាត់បន្ថយការឈឺចុកចាប់ការឈឺសាច់ដុំក្រិចថ្លោះហើមរមួលក្រពើកាត់បន្ថយការនឿយហត់ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយនិងជួយបំបាត់ stress ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលខ្មែរកសិផលខ្មែរគ្រប់ប្រភេទតាមរយៈលេខទូរស័ព្ទ086 92 89 98និងតាមរយៈលេខទូរស័ព្ទមួយខ្សែទៀត061 96 96 12សូមបញ្ជាក់ថារាល់ការទទួលពាណិជ្ជកម្មផ្សព្វផ្សាយទាំងនេះស្ថាប័នយើងខ្ញុំមិនគិតថ្លៃសេវានោះទេ